ចាគឺថាឃើញកូវនឹងគឺជាស្លោតពាំងនេះគឺខ្ញុំបានមកងាស់ជាមួយនឹងខ្ទិះដូងដែលចាច់ទឹកត្បូងគឺខ្ញុំចាច់តាមមកងាស់មួយខ្ទិះដូងហើយខ្ញុំបានសាច់ចូលណាអូខេឃើញពពុះនឹងគឺជាខ្ទិះដូងឯងអូខេបាទពីខ្ញុំសាច់ជ្រូកចូលខ្ញុំក៏ដាក់ទឹកថៃមកវែកដោយសារខ្ញុំអត់ប្រើប្រហុកអញ្ចឹងណាខ្ញុំប្រើទឹកថៃអូខេបន្តមកទៀតឆ្នាំងនឹងធំដែរមើលឃើញក្នុងនេះដូចទូចតែកាប់ខាងក្រៅធំហើយខ្ញុំក៏បានដាក់ស្ករសហើយខ្ញុំក៏បានកូរបន្តិចទៀតហើយខ្ញុំអត់ប្រើប៊ីចេងទេហើយខ្ញុំលួចខ្នុរបន្តិចអូខេបន្ទាប់ពីតពាំងហើយនឹងសាច់ជ្រូកយើងពុះហើយយើងក៏ចាប់ផ្ដើមបន្ថយភ្លើងចាបន្ថយភ្លើងបន្តិចហើយក៏យើងចាប់ផ្ដើមមកចាក់អង្ករនេះគឺជាអង្ករស្លតពាំងខ្លះក៏គេដាក់អង្ករខ្លះក៏ដាក់តែជាទូទៅខ្ញុំញ៉ាំនៅពីទូគឺម៉ាក់ក៏តែងតែដាក់រហូតអូខេនេះគឺជាអង្ករដែលយើងត្រាំលាងឲ្យស្អាតទៅយើងយកវាមកចាក់ចូលតាមមកយើងក៏ដួសពពុះរបស់ស្លហ្នឹងយើងដួសចេញមកព្រោះវាគឺជាពពុះវាកខិចវាអីចឹងណាអូខេបន្តមកទៀតយើងក៏កូរវាឲ្យសព្វដើម្បីឲ្យសាច់ជ្រូកហើយនឹងតពាំងឲ្យឆ្អិនហើយបន្តមកយើងក៏ដាក់ត្រីតាមក្រោយដោយសារតែត្រីនឹងយើងដាក់តាមក្រោយដោយសារតែកុំឲ្យវាឆាប់អលួយពេកតែពេលវាអលួយពេកវាអត់ឆ្ងាញ់ចឹងអូខេពេលខ្ញុំដាក់ត្រីនឹងហើយខ្ញុំក៏ចាប់ផ្ដើមដាក់អន្លងអូខេខ្ញុំដាក់អន្លងនឹងចូលហើយខ្ញុំក៏ចាប់ផ្ដើមកយវាចូលសព្វចូលគ្នាបន្តិចនេះឲ្យដើម្បីឲ្យត្រីអន្លងហើយនឹងសាច់ឲ្យនឹងវាចូលជាតិគ្នាហើយខ្ញុំភ្លេចប្រាប់បងប្អូនថាតពាំងនេះគេហៅថាតពាំងព្រិចហ្នឹងហើយនៅពេញយើងកម្រមានលក់ងាយមានឯបងស្រីខ្ញុំផ្ញើឲ្យហើយនេះគឺជាជើងមាន់ចាជើងមាន់ហ្នឹងដោយសារតែកូនស្រីខ្ញុំគឺគាត់ចូលចិត្តមែនតែនហ្មងគឺថាមានជើងមាន់ហ្នឹងគឺថាអត់ហូបទេគឺថាគាត់ហូបតែជើងមាន់នេះគឺថាខ្ញុំបានលួចខ្នុរបន្តិចចឹងណាខ្ញុំអត់ហ៊ានដាក់ច្រើនខ្លាំងទេអូខេបន្តមកទៀតខ្ញុំក៏ដាក់បន្លែខៀវយើងចាហ្នឹងហើយបន្លែហ្នឹងគេហៅថាបន្លែផ្អែមអូខេហ្នឹងហើយបន្លែផ្អែមហ្នឹងគឺយើងដាក់លើកយើងដាក់ចុងក្រោយទាំងអស់ហ្មងគឺថាស្លពាំងមួយឆ្នាំនេះគឺថាខ្ញុំវាហូបពេកចុងក្រោយគឺថាបបែកឆ្នាំងជា2បបែកឆ្នាំងជា2មិនបបែកឆ្នាំងហ្នឹងបងប្អូនគេថាខ្ញុំត្រូវបែងចែកឆ្នាំងទៅឆ្នាំងមួយទៀតដោយសារតែវាហៀពេកហើយស្លតពាំងមួយមុខនេះគឺថាញ៉ាំបាយចុះមែនតែបងប្អូនហើយគឺជាពាំងព្រិចចាហើយម្យ៉ាងទៀតគឺឲ្យតែពេលខ្ញុំស្លខ្ញុំពេលនឹងខ្ញុំភ្លេចទិញស្អំក៏ប៉ុន្តែដាក់ស្អំមួយមុខទៀតណាក៏កាន់តែឆ្ងាញ់ដែរហើយតែពាំងព្រិចហ្នឹងគឺថាវាមួយឆ្នាំមានម្ដងទេនៅពេលដែលខែចាប់ផ្ដើមមានភ្លៀងតិចគឺថាវាមានដល់ហើយនៅខេត្តនោះខាងខេត្តចាស់គឺចូលចិត្តមែនតែពាំងព្រិចហើយឥឡូវនេះគឺថាសម្បូរមែនតែសម្បូរពាំងព្រិចដល់ថ្នាក់អ្នកនឹងពេញអាសាហូបច្រើនបានច្រើនដែរដោយសារគេធ្វើជ្រក់ធ្វើអីអូខេបន្តមកនេះដាក់ជើងមាន់នឹងចុងក្រោយដោយសារតែជើងមាន់ហ្នឹងក៏វាឆាប់អលួយដែរអញ្ចឹងជើងមាន់ហ្នឹងក៏ខ្ញុំសោះទឹកក្តៅម្ដងណាខ្ញុំសោះទឹកក្តៅខណៈសោះហើយខ្ញុំអត់ដាក់នៅក្នុងឆ្នាំងនេះគឺខ្ញុំគ្រាន់តែធ្វើទឹកក្តៅដែលពុះហ្នឹងយកមកសោះខាងក្រៅដើម្បីវាកាត់ឆ្អាកាត់អីអញ្ចឹងទៅហើយយើងលាងបាលីងអីអញ្ចឹងអូខេបន្ទាប់ចុងក្រោយបងអស់គឺខ្ញុំត្រូវដាក់ខ្ទិះដូងហើយនេះគឺជាខ្ទិះដូងដើមហ្នឹងគឺយើងដាក់ចុងក្រោយហើយបន្ទាប់មកនេះគឺថាបាន2ឆ្នាំងមែនបងប្អូនអូយសប្បាយចាគឺថា